នេះគឺជាទូកងមួយគ្រឿងស្ថិតនៅក្នុងវត្តចេតពុនហៅវត្តត្រីស្ថិតនៅក្នុងឃុំស្ដៅស្រុកកោមាសខេត្តកំពង់ចាមហើយថាមួយគ្រឿងនេះស្រស់ស្អាតណាស់សម្រាប់អ្នកទន្លេមានពណ៌ខៀវស្រងាត់ជាមួយនឹងក្បូរក្បាច់រចនារបស់ខ្មែរយើងដែលមាននាមថាសុវណ្ណមិច្ឆាសិរីសទ្ធាវង្សវត្តត្រីជាទូកស្ថិតនៅក្នុងវត្តត្រីតែម្ដងឬក៏យើងហៅវត្តផ្លូវការថាវត្តចេតពុនមានត្រីកាហោឬក៏អ្នកខ្លះគេហៅថាអាកាហោអញ្ចឹងទៅនិយាយថាសម្រស់ស្រស់ស្អាតណាស់ក្បាលទូកមានពណ៌ខៀវស្រងាត់រីឯដងទូកវិញមានពណ៌ទៅតាមវប្បធម៌ខ្មែរជាទូកខ្នាតអន្តរជាតិបងប្អូនចំណុះ22នាក់បាទចំណុះ22នាក់ហើយទូកនេះក៏បានចូលរួមប្រកួតនៅរាជធានីភ្នំពេញក្នុងឆ្នាំ2024កន្លងទៅដែរហើយមួយគ្រឿងនេះនិយាយថាជាសំណប់ចិត្តមួយហើយរបស់អ្នកខាងស្ដៅបងប្អូនស្ដៅក្រោមបាទស្ដៅក្រោមមានសវណ្ណមិច្ឆាស្ដៅលើមានឆក់វៃនេះជាទូកស្ថិតនៅក្នុងឃុំស្ដៅស្រុកកោមាសខេត្តកំពង់ចាមម្ដែភូមិស្ដៅក្រោមនៅហ្នឹងហើយស្ដៅលើស្ដៅក្រោមញ៉ាបងប្អូននិយាយថាសម្រស់ស្រស់ស្អាតមានរូបគំនូរត្រីនៅពីមុខនៅពីក្រោយដែលបង្ហាញអំពីសាវតាឬជាលក្ខណៈសម្គាល់និមិត្តរូបមួយរបស់វត្តរបស់ទូកនៅវត្តចេតពុនហៅវត្តត្រីនិយាយថាសម្រស់ស្រស់ស្អាតមួយគ្រឿងបងប្អូនចំណុះ22នាក់កន្សែងនៃទូកក្បូរក្បាច់រចនាបាទមានត្រីនៅជាប់ជាមួយនឹងទូកហើយក្បូរក្បាច់រចនាភ្ញីផ្កាភ្ញីទេសបាទជាក្បូរក្បាច់របស់ខ្មែរយើងនិយាយថាស្អាតបងប្អូនស្អាតហើយនេះបាទមានការរចនាជាអក្សរបាទនៅឃុំស្ដៅស្រុកកោមាសខេត្តកំពង់ចាមបាទនិយាយថាស្រស់ស្អាតបងប្អូនចូលរួមប្រកួតទាំង3ថ្ងៃនៅរាជធានីភ្នំពេញដែរថាសម្រស់ទូកហ្នឹងអែមមែនទែនបាទហើយនេះក្បូរក្បាច់រចនាហើយមានទូកខ្នាតដូនតាចាស់យើងចាស់គាត់លេងដែរនៅក្នុងរោងចាស់បងប្អូនយើងវែងដែរប៉ុន្តែជាទូកចាស់គឺសវណ្ណមិច្ឆាល្បីល្បាញសវណ្ណមិច្ឆានេះបងប្អូនហើយនេះជាទូក22នាក់បាទសាងថ្មីបាទសិរីសទ្ធាវង្សវត្តត្រីបច្ច័យអធិការលោកដឹកនាំផ្ទាល់ជាមួយនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនិយាយថាស្អាតបងប្អូនស្អាតហើយគឺស្អាតហើយមើលទៅនេះត្រីរូបត្រីហ៎បងប្អូនត្រីកាហោត្រីកាហាបាទមកគ្រឿងនេះហើយនឹងខំថាបងប្អូននឹងជួយចិត្តដល់អារម្មណ៍បាទហើយមួយវិញទៀតបងប្អូនកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំផងដើម្បីបានទស្សនានៅវីដេអូទូកងតាក់ទងនឹងទូកជាបន្តទៀតបាទខុសឆ្គងយ៉ាងណាសូមអធិស្ឋានសូមអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នា